shipping company យើងអាចនិយាយបានថាជា shipper ឬក៏ជា liner ដែលគាត់មានកប៉ាល់របស់គាត់អញ្ចឹងអ្វីជាប្រភពចំណូលរបស់គាត់ក្នុងនោះចំណុចសំខាន់ដំបូងគេបំផុតប្រភពចំណូលរបស់គាត់ហ្នឹងគឺ ocean freight charge ហ្នឹងតែម្ដងអូខេធម្មតាជាងដឹកជញ្ជូនចំណាយថ្លៃដឹកជញ្ជូនបាទយើងនិយាយភាសាអង់គ្លេសយើងថា ocean freight charge អូខេតម្លៃក៏មានចំណូលបន្តទៀតដែរដែលទាក់ទងនឹងការដឹកជញ្ជូនដែរដូចឧទាហរណ៍ TXC terminal handling charge បាទបងមានចំណូលបន្ថែមទៀតឧទាហរណ៍ថាចំណូល surcharge ដែលយើងអាចនិយាយថាតាក់ទងជាមួយនឹងការទុកដាក់កុងតឺន័របាទបងការកុងតឺន័រដែលយើងដាក់ទៅពេលដឹកជញ្ជូនមកវាមានវាទុកពេញដើម្បីដឹកទៅវិញទៅក៏វាជាមានចំណូលមួយដែលឆាតដែរបាទឬក៏ដឹកចេញទៅមានតំណែងមកវិញទៅក៏មានចំណូលមួយដែលគេហៅ imbalance charge container ថ្លៃប្រេងថ្លៃអីក៏នៅក្នុង surcharge ហ្នឹងដែរថ្លៃប្រេង